ខ្ញុំអត់មានទម្លាប់ប្រមូលទុករបស់បុរាណជាច្រើនទេក៏ប៉ុន្តែខ្ញុំមានវត្ថុបុរាណខ្លះដែលខ្ញុំថែរក្សាខ្ញុំសូមបង្ហាញវត្ថុបុរាណរបស់ខ្ញុំទាំង4នេះដែលតាក់ទងនឹងការសរសេរនិងការអានអក្សរនេះមិនមែនជាវត្ថុដែលចាស់ប៉ុន្មានទេពីទសវត្សរ៍1980គឺជាទឹកថ្នាំប៉ុន្តែម្ដាយខ្ញុំគាត់បានទិញកាលពីពេលនោះមកហើយទឹកថ្នាំនេះនៅតែសល់តែខ្ញុំដាក់កន្លែងផ្សេងខ្ញុំទុកតែ10នេះកែវនេះដោយសារពីមុនមិនទាន់មានបាច់មិនទាន់មាន food អីនៅអឺរ៉ុបគេប្រើស្លាបបកានេះគឺជាប្រអប់ស្លាបបកាដែលគេប្រើតាំងពីជំនាន់ឪពុកម្ដាយខ្ញុំជាសិស្សសាលារៀនចឹងប្រហែលជា70ឆ្នាំមុនហើយគេប្រើស្លាបបកាតូចដូចនេះធ្វើអំពីដែកគេជំនួសក្នុងទឹកថ្នាំហើយសរសេរលើกระดาษនេះគឺដើម្បីសរសេរហើយដើម្បីអានមានសៀវភៅអានខ្ញុំចូលចិត្តភាសាបរទេសដូច្នេះនេះគឺជាសៀវភៅមួយអំពីវេយ្យាករណ៍ភាសាប៉ូទុយហ្គាល់ពីឆ្នាំ1966ចឹងឆ្នាំនេះ60ឆ្នាំគត់ប៉ុន្តែមានចាស់ជាងនឹងទៅទៀតគឺជាវត្ថុបុរាណជាងគេរបស់ខ្ញុំដែលខ្ញុំមានដែលខ្ញុំផ្ទុកគឺជាសៀវភៅមួយដែរគឺជាវចនានុក្រមអង់គ្លេសបារាំងហើយគ្នាក្រដាសប្រហែលជាពីដើមពណ៌អសឥឡូវពណ៌ប្រងមាន់អសទួយកាលពីសម័យនោះគេបបមកបែបហ្នឹងឆ្នាំ1918គឺជនជាតិអាស៊ីដែលបានបង្កើតការសរសេរមុនគេបង្អស់ទូទាំងពិភពលោកកាលពី5000ឆ្នាំមុនតាមពិតពីដំបូងមិនទាន់ជាអក្សរទេគ្រាន់តែជាសញ្ញាស្រដៀងគំនូតែសញ្ញាមួយប្រភេទមានអត្ថន័យមួយហើយយូរបានជាគេបង្កើតអក្សរមួយប្រភេទអត់មានអត្ថន័យទេប៉ុន្តែមានសំឡេងមួយហើយយើងប្រកបអក្សរយើងសរសេរពាក្យដែលមានអត្ថន័យអញ្ចឹងទៅអឺរ៉ុបគេបានបង្កើតអក្សរដំបូងអក្សរក្រិកកាលពី3000ឆ្នាំមុនហើយការសរសេរបច្ចេកទេសសរសេរអក្សរពីដើមមករហូតដល់សប្តាហ៍នេះទៅបានមានច្រើនណាស់ពីបើរៀបរាប់ទាំងអស់ឥឡូវនេះយើងប្រើប៊ិចស្រួលជាងគេឬក៏ប៊ិចអក្សរលើទូរស័ព្ទកុំព្យូទ័រអីនេះយ៉ាងនៅខានពោះសញ្ច័យសារព័ត៌មានថ្មីៗ.com